នាវេទិស MS Westdam ដល់ល្បីល្បាញមួយបានចូលចតនៅកំពង់ផែស្វាយយ៉ាតក្រុងព្រះសីហនុនាព្រឹកថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះដែលជាការចូលចតជាថ្មីម្ដងទៀតនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃនាវានេះមានភ្ញៀវទេសចរចំនួន1850នាក់ស្រី992នាក់មាន43សញ្ជាតិមីនីវឹកចំនួន804នាក់ស្រី156នាក់មាន39សញ្ជាតិក្នុងនោះភ្ញៀវដែលមានច្រើនជាងគេមកពីសហរដ្ឋអាមេរិកអូស្ត្រាលីនិងប្រទេសកាណាដានាវាទេសចរនេះនឹងចាក់ចេញពីកំពង់ផែក្រុងព្រះសីហនុបន្តទៅប្រទេសផ្សេងទៀតនៅវេលាម៉ោង8យប់ថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025សូមបញ្ជាក់និងរំលឹកផងដែរថាអំឡុងពេលមានជំងឺ Covid-19 ក្រៃរស័តអណ្ដែតលើសមុទ្រដោយសារការហាមឃាត់ពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់មិនឲ្យកប៉ាល់នេះចូលចតសម្ដេចអគ្គមហាសេនាបតីជ័រហ៊ុនសែនក៏បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរ MS Westdam នេះចូលចតនៅកំពង់ផែស្វាយយ៉ាតក្រុងព្រះសីហនុកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2020ដើម្បីជួយដោះស្រាយនិងសម្រួលការងារផ្សេងៗក្នុងន័យមនុស្សធម៌ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរ MS Westdam សរុបជាង2200នាក់